Lab Smart City មិនត្រឹមតែជាឧបករណ៍ជាផ្ដាច់ជាប់ពេលមានភ្លើងមានបញ្ហាប៉ុន្តែវាជាឧបករណ៍សម្រាប់តាមដានគីឡូតាមដានការលំអៀងហ្វាទាំងអ៊ីទាំងអ៊ុយណាតាមរយៈទូរស័ព្ទពុះទ្រីហ្វាកាលណាយើងអត់តាមដានទេក្នុងផ្ទះយើងនឹងអាចមានបញ្ហាណាអញ្ចឹងLab Smart City ហ្នឹងអញ្ចឹងខាងលើនេះចូល City ខាងក្រោមតង់ខ្យងណាអញ្ចឹងនេះមើល City តង់ខ្យងអញ្ចឹងCity ឃើញទេអញ្ចឹងអានេះប្រភពមកអានេះទៅគ្រឿងទទួលអញ្ចឹងធ្វើម៉េចមើលតាមទិសដៅនៃញ៉ាព្រួយចេញឲ្យអត់ស្រួលទេទៅគៀបទៅលើខ្សែចូលក្នុងប្រអប់យើងដាក់ទៅគៀបយកហ្មងណាហ្នឹងហើយតង់ខ្យងនេះឃើញទេហ្វា1ហ្វា2ហ្វា 3N តែប៉ុណ្្នឹងវាដើរយើងអាចមើលតាមទូរស័ព្ទបានអញ្ចឹងលើទូរស័ព្ទយើងបើក app វាមកណានេះ Lab Smart City អញ្ចឹងហ្នឹងហើយដល់ពេលយើងដើរមានគីឡូមានអីហ្នឹងហើយនេះហ្វា A ហ្វា B ហ្វា C អញ្ចឹងយើង setting ដែលសំខាន់គេនេះ alarm setting នេះអញ្ចឹងសម្រាប់យើង function ដែលយើងអត់ protection យើងមើលឬឲ្យយើងបើកតែ function overrun ទៅ overrun បើក function តាមក្នុងលើfunction ខ្វះលំអៀងហ្វាតាមចរន្តដាច់ហ្វាយើងវល់តាមហ្វាអញ្ចឹងយើងបើកប៉ុណ្្នឹងឯងយើងបើក function ប៉ុណ្្នឹងមើលនេះវល់វានេះអំពែឧមាពូនដើរនេះហ្វា A ពែប៉ុណ្្នឹងណាពែណាពីសងវាគីឡូវាទៅហ្វាវល់ហ្វា B ហ្នឹងហើយហ្វា C ឧមាថាដាច់ក្នុងករណីដែលដាច់វាដាច់ហ្វាវានឹងអាឡាមលើទូរស័ព្ទវានឹងក្រហមហ្មងអញ្ចឹងណានេះគឺវាអាឡាមដាច់ហ្វានេះណាអញ្ចឹងហ្វាមកវិញវាភ្ជាប់នេះវាភ្ជាប់អាឡាមនេះនេះនឹងភ្ជាប់នៅហ្វាវិញឥឡូវដល់តង់ចុងធ្លាក់ម្ដងតង់ចុងធ្លាក់ម្ដងតង់ចុងតាមហ្វាមានហ្វាណាធ្លាក់លំអៀងហ្វាតង់ចុងធ្លាក់ឬក៏លំអៀងហ្វាឥឡូវតង់ចុងលំអៀងធ្លាក់អញ្ចឹងមានតង់ចុងហ្វាណាធ្លាក់វានឹងអាឡាមហ្នឹងនោះនេះឃើញមកធ្វើអានបាឡិនណាហ្នឹងអាហ្នឹងក៏វាអាឡាមទៀតអញ្ចឹងដល់តង់ចុងមកវិញឡើងមកវិញបានវាភ្ជាប់ឲ្យវិញជាប់ឲ្យវិញហ្នឹងតង់ចុងវាមកតាមហ្វាស្មើគ្នាវិញវានឹងភ្ជាប់ឲ្យវិញឥឡូវយើងមើល E ម្ដង E ឧបមាហ្វានេះដាច់ហ្វាឥឡូវបើ E បានបន្ទប់ប្រើអត់ស្មើគ្នាលំអៀងខ្លាំងស៊ីសងយើងសិតអេកូវានឹងអាឡាមដែរវានឹងអាឡាមដែរនេះដែរណាឃើញនេះហ្វាសេនេះហ៎ហ្វាសេអានបាឡាន់ហ្វាសូនឃើញក៏វាអាឡាមនៅនឹងដែរអញ្ចឹងអាហ្នឹងខ្ញុំតាមដាននេះបានអាឡាម